ចាបន្តទៅខាងខេត្តរតនគិរីវិញម្ដងចាគឺស្ត្រីមេម៉ាយទីតក្រមួយគ្រួសារសុំការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធស្ត្រីមេម៉ាយទីតក្រមួយគ្រួសាររស់នៅភូមិមួយឃុំឡាមិញស្រុកបកកែវខេត្តរតនគិរីកំពុងស្វែងរកការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធខណៈដែលស្ត្រីរូបនេះកំពុងប្រឈមជាមួយនឹងបញ្ហាជីវភាពគ្រួសារយ៉ាងខ្លាំងស្ត្រីមេម៉ាយទីតក្រខាងលើនេះមានឈ្មោះតាំងណារិតអាយុ31ឆ្នាំជាជនជាតិខ្មែរមានស្រុកកំណើតនៅភូមិពុកឫស្សីឃុំពុកឫស្សីស្រុកពុកឫស្សីខេត្តកណ្ដាលបច្ចុប្បន្នមករស់នៅស្រុកបកកែវខេត្តរតនគិរីបាន9ខែបន្ទាប់ពីប្តីស្លាប់នៅស្រុកកំណើតដោយជំងឺមហារីកចាស់គឺសួតជាយូរឆ្នាំណាស់មកហើយអ្នកស្រីតាំងណារិតបានឲ្យដឹងថាការពីប្តីនៅរស់គ្រួសាររបស់គាត់មានជីវភាពសមរម្យចានឹងគេដែរប៉ុន្តែបន្ទាប់ពីប្តីបានស្លាប់ចោលមកគ្រួសារលោកស្រីបានធ្លាក់ខ្លួនក្រីក្រលំបាកដោយរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកដើម្បីចិញ្ចឹមកូនតូចៗចំនួន4នាក់នៅក្នុងបន្ទុកហើយការមករស់នៅខេត្តរតនគិរីនេះគឺមកតាមសាច់ញាតិតែដែលឃើញលោកស្រីក្រីក្រមានកូនច្រើនសាច់ញាតិក៏បោះបង់ចោលមិនមានការរាប់អានចារាប់រកធ្វើឲ្យលោកស្រីតែតោលគ្មានទីពឹងហើយមិនដឹងថាប្រកបមុខរបរចិញ្ចឹមជីវិតក៏ដូចជាចិញ្ចឹមកូនអ្វីនោះទេបើក្នុងខ្លួនគ្មានលុយសំបីតែមួយរៀលលោកស្រីបន្តថាដែលមើលឃើញជីវភាពលំបាកពេកទើបអាជ្ញាធរឃុំនិងមន្ទីរកិច្ចការនារីខេត្តបានរៃអង្គាសប្រាក់បន្តិចបន្តួចពីសប្បុរសជននានាជួលផ្ទះឲ្យស្នាក់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះតទៅមុខទៀតលោកស្រីមិនដឹងថាពឹងពាក់អ្វីនោះទេក្នុងគ្រានោះលោកស្រីសូមអំពាវនាវសប្បុរសជននានាជាពិសេសមន្ទីរសង្គមគិច្ចខេត្តមេត្តាជួយយកកូនតូចៗតែ4នាក់ដែលជាកុមារកំព្រាផងព្រោះលោកស្រីគ្មានលទ្ធភាពចិញ្ចឹមឡើយលោកហួតសុខហៅចាប្រធានមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបានឲ្យដឹងថាចំពោះស្ត្រីមេម៉ាយទីតក្រនេះលោកបានទទួលចាការរាយការណ៍ពីមន្ទីរកិច្ចការនារីហើយលោកក៏បានចាត់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យក្នុងពេលឆាប់ៗនេះចំពោះលទ្ធផលយ៉ាងណានោះចាមិនទាន់ដឹងនៅឡើយទេបាទចានេះគឺជាព័ត៌មានមួយពីខេត្តរតនគិរីខាងខេត្តរតនគិរីចាគាត់ជាស្ត្រីមេម៉ាយហើយកូនក្នុងបន្ទុកហ្នឹង4នាក់ចាឪពុកបានស្លាប់ទៅហើយដោយសារជំងឺមហារីកសួតចាហើយស្រុកកំណើតរបស់គាត់ហ្នឹងនៅខាងពុកឫស្សីនៅខាងខេត្តកណ្ដាលនេះទេកណ្ដាលទៅតាមប្តីចាទៅតាមប្តីហើយនឹងសាច់ញាតិខូចទៅនៅសល់កូន4នាក់ចាដោយសារគាត់ក្រពេកសាច់ញាតិក៏បោះបង់គាត់ចោលចាគួរអាណិតគាត់ណាបើអញ្ចឹងប្រហែលជាគាត់អាចលក់ដីឬក៏ផ្ទះនៅខាងពុកឫស្សីហ្នឹងលក់អស់ហើយមកទៅបាទប្រហែលជាលក់អស់ហើយចាបើសិនជាមិនលក់គាត់អាចត្រឡប់មកស្រុកកំណើតរបស់គាត់វិញណាចាតែទោះជាយ៉ាងណាក៏ដោយបើតាមសម្ដីរបស់គាត់ហ្នឹងគឺស្នើសុំឲ្យមានការជួយទៅដល់គាត់ផងហើយម្យ៉ាងទៀតនោះគឺកូនគាត់បើមានបងប្អូនណាត្រូវការកូនទេណាគាត់គឺថាអាចអនុញ្ញាតផ្ដល់ជូនឲ្យយកទៅចិញ្ចឹមឲ្យបានថែរក្សាដើម្បីបានរៀនសូត្រដើម្បីបានរៀនសូត្រព្រោះគាត់គ្មានលទ្ធភាពទេហើយទៅហើយបានការជួយចែករំលែកគ្នានឹងការជួយក្នុងគ្រាក្រក៏ជារឿងមួយល្អដែរធម្មតាមនុស្សកើតមកលើផែនដីនេះមានជីវិតដូចគ្នាប៉ុន្តែវាសនាមិនដូចគ្នាទេចាបាទវាសនាមិនដូចគ្នាទេហើយចំពោះការប្រកួតប្រជែងប្រណាំងទ្រព្យសម្បត្តិពណ៌សម្បុរលុយកាក់អាចប្រកួតប្រជែងគ្នាបានណាចំណេះដឹងចំណេះវិជ្ជារូបសម្រស់សស្អាតអីនោះគឺអាចប្រកួតគ្នាបានតែវាសនានិងព្រំលិខិតគឺมันអាចប្រកួតប្រជែងគ្នាបានទេចាបាទនឹងហើយគឺជារឿងមួយដែលគួរឲ្យតែគិតដល់បងប្អូនប្រជាពលរដ្ឋដែលលោកក្រីក្រមួយចំនួនគឺជួយគាត់ផងតែសំណូមពរទៅដល់បងស្រីណាពេលក្រហើយសូមមេត្តាកុំខ្ជិលទៀតចាមិនមែនរីគុណទេក្រហើយមេត្តាកុំខ្ជិលបន្តទៀតវាថាភាកច្រើនបងប្អូនមួយចំនួនក្រកើតឡើងពីខ្ជិលណាសូមអភ័យទោសមិនមែនតិចទៀនទេគឺសូម្បីតែអនាម័យខ្លួនប្រាណរបស់គាត់សម្លៀកបំពាក់3អាទិត្យមិនទាន់បោកម្ដងចាកូននោះមិនដែលបានដុសខ្លួនលាងខ្លួនប្រាណកូនឲ្យបានស្អាតល្អត្រឹមត្រូវទេបានលុយបន្តិចបន្តួចមកយកទៅណាយកទៅទិញថ្នាំសម្រាប់កូននោះចាបាទដាក់ពេទ្យធ្វើមួយចាអត់អនាម័យអត់អនាម័យជំងឺហើយខ្លួនឯងទៀតបើសិនជាមិនដែលងូតទឹកទៀតឬក៏មិនដែលបាទបោកសម្លៀកបំពាក់ខ្លួនឯងទាំងក្រៅទាំងក្នុងទៀតយកទៅប្រើតែដដែលនោះនឹងកើតជំងឺវ័យផ្សេងសើស្បែកកើតរោគវ័យផ្សេងបន្តទៀតមើលតែជំងឺខ្លួនឯងដោយសារតែភាពខ្ជិលច្រអូសអញ្ចឹងសូមមេត្តាគិតគូរផងមិនមែនស្ដីបន្ទោសទេទន្ទឹមនឹងក្រហើយសូមមេត្តាឧស្សាហ៍ផងបាទឧស្សាហ៍ដើម្បីទោះបីយ៉ាងណាក៏ដោយកន្លងផ្ទះមានជីមានដីសល់បន្លែបន្តិចបន្តួចនឹងដាំហូបទៅកាត់បន្ថយការចំណាយអរគុណណាហើយសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋណាដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីយើងខ្ញុំកម្មវិធីសប្បុរសធម៌អាចតាក់ទងបានតាមរយៈលេខទូរស័ព្ទ012 69 66 79បាទ
ចា អរគុណឥឡូវនេះគឺដល់ព័ត៌មានថ្មីបែបក្តៅដែលបងប្អូនប្រជាពលរដ្ឋទន្ទឹងរង់ចាំពាក់ព័ន្ធទៅនឹងប្រាសាទអង្គរវត្តក្នុងពេលបច្ចុប្បន្ននេះឃើញថាតំណាងដែលជាប្រធានអង្គការ UNESCO បានមានប្រសាសន៍មួយលើកឡើងនៅក្នុងការប្រជុំមួយដែលបងប្អូនប្រជាពលរដ្ឋនឹងមិនដឹងថាយល់ស្របទៅតាមមតិរបស់លោកស្រីដែរឬយ៉ាងណាទេណាម៉ាឡែនឃើញថាតំណាង